សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃមកលើប្រធានព្រឹទ្ធសភាកម្ពុជានិងនាយករដ្ឋមន្ត្រីកម្ពុជាសកម្មភាពនេះមានទម្រង់ជាពាក្យបណ្ដឹងផ្លូវច្បាប់ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃតាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងឆ្នាំ2025កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជានេះផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបន្ធូរបន្ថយស្ថានភាពរវាងកម្ពុជានិងថៃព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅដែលបានប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអាស៊ាននិងសិទ្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍នោះទេការប៉ុនប៉ងណាមួយក្នុងការផ្ដួចផ្ដើមនីតិវិធីច្បាប់ក្នុងស្រុកដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួនជាពិសេសសកម្មភាពតាក់ទងនឹងការការពារជាតិនិងបូរណភាពទឹកដីគឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេកម្ពុជាជំរុញឲ្យប្រទេសថៃចាត់វិធានការចាំបាច់ដើម្បីដោះស្រាយការវិវត្តដ៏គួរឲ្យសោកស្ដាយនេះដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់និងការរៀបចំនានាដើម្បីកាត់បន្ថយភាពតានតឹងឬធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីស្ដារទំនុកចិត្តនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។